សាសនិកជនគ្រប់ប្រទេសទាំងអស់ក្នុងពុទ្ធសាសនមណ្ឌលតាំងពីបុរាណកាលតរៀងមកបានសន្មត់កំណត់កត់យកថ្ងៃពេញបូរមីខែមីរាល់ឆ្នាំថាជាថ្ងៃដ៏មានសារៈសំខាន់មួយក្នុងការប្រារព្ធធ្វើពិធីបូជាដែលគេនិយមហៅថាថ្ងៃមាឃបូជាធ្វើមាឃបូជាបុណ្យមាឃបូជាក្នុងថ្ងៃ15កើតពេញបូរមីខែមីព្រះច័ន្ទពេញវង្សមានពន្លឺភ្លឺស្រទន់ស្រស់ថ្លាកំពុងគោចរយាត្រាទៅក្នុងអាកាសវេហាអ្នកភាលីជាថ្ងៃដ៏សំខាន់បំផុតក្នុងព្រះពុទ្ធសាសនាដែលពុទ្ធសាសនិកជនទាំងបព្វជិតនិងគ្រហស្ថនាំគ្នាប្រារព្ធធ្វើពិធីបុណ្យមាឃបូជាបុណ្យមាឃបូជាប្រារព្ធធ្វើឡើងដើម្បីជាការនឹករលឹកឃើញនៅបុព្វហេតុទាំង3យ៉ាងដែលបានកើតឡើងកាលពីសម័យពុទ្ធកាលគឺ1ជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់បានប្រារព្ធធ្វើចតុរង្គសន្និបាត2ជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់បានសម្ដែងព្រះឱវាទបាតិមោក្ខ3ជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ដាក់ព្រះជន្មាយុសង្ខារដើម្បីបរិនិព្វានព្រឹត្តិការណ៍ទី1ចតុរង្គសន្និបាតការប្រជុំប្រកបដោយអង្គ4គឺ1ថ្ងៃឧបោសថព្រះច័ន្ទពេញវង្សប្រកបដោយផ្កាយប្រចាំខែមីគឺថ្ងៃ15កើតពេញបូរមីខែមី2ព្រះភិក្ខុទាំង1250អង្គឥតមាននរណានិមន្តឡើយស្រាប់តែមកប្រជុំគ្នាតាមធម្មតារបស់លោក3ព្រះភិក្ខុទាំងអំបាលនោះជាពុទ្ធជនឬសតាបណ្ណៈសកតាគាមិអនាគាមិឬព្រះអរហន្តសុខវិបស្សកៈសូម្បីតែមួយរូបក៏មិនមានសុទ្ធសឹងតែជាព្រះអរហន្តបានសម្រេចអភិញ្ញា6គ្រប់រូប4សូម្បីតែមួយរូបដែលកោសក់ដោយកំបិតហើយបួសក៏មិនមានសុទ្ធសឹងតែជាអេហិភិក្ខុទាំងអស់ក្នុងថ្ងៃ15កើតពេញបូរមីខែមីព្រះអង្គទ្រង់គង់ក្នុងលអាងសូករខតានាភ្នំកិច្ចកោฏជិតក្រុងរាជក្រឹសពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនៅទីឃនខសូត្រប្រុសបរិពាជុឈ្មោះទីឃនខខណៈពេលនោះដែរព្រះធម្មសេនាបតីសារីបុត្រនិមន្តស្ថិតនៅខាងស្ដាំបកផ្លិតថ្វាយព្រះសម្មាសម្ពុទ្ធបានពិចារណានៅព្រះធម៌តាមក្រសែដែលព្រះពុទ្ធទ្រង់សម្ដែងក៏បានសម្រេចជាព្រះអរហន្តដល់ទីបំផុតនៃសវកបារមីញាណនិងបញ្ញា16ចំណែកទីឃនខៈក៏បានសម្រេចនៅសោតាបត្តិផលកាលព្រះអាទិត្យរៀបអស់ស្ដង់ពុទ្ធព្រះអង្គទ្រង់បញ្ចប់ព្រះធម៌ទេសនានេះហើយទ្រង់និមន្តចុះពីភ្នំកិច្ចកោฏព្រះអង្គទ្រង់យាងទៅកាន់វត្តវេលវ័នហើយទ្រង់បានប្រជុំសាវកប្រកបដោយអង្គ4នេះឯងពាក្យថាអភិញ្ញាប្រែថាការដឹងដ៏ក្រៃលែងការដឹងគួរអស្ចារ្យប្រាជ្ញាជាគ្រឿងដឹងច្បាស់អភិញ្ញាទាំងនេះជាគុណអ្នកសម្បត្តិរបស់ព្រះអរហន្តមានព្រះសម្មាសម្ពុទ្ធជាដើមឬថាអភិញ្ញានេះជាលទ្ធផលដ៏ប្រសើរបំផុតរបស់ព្រះអរហន្តដែលលោកមានអភិនិហាបានកសាងសន្សំទុកមុខដើម្បីប្រាថ្នាភុប្រសពចំពោះអភិញ្ញានោះ